នាងខ្ញុំសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានពី AMS អរិយធម៌ខ្មែរជាទីមេត្រីសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនាងខ្ញុំសូមជូនហោរាសាស្ត្រប្រចាំថ្ងៃពុធ700ខែតុទ្យាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី5ខែសីហាឆ្នាំ2026សម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងពីជោគជតារាសីលាភសក្ការៈលុយកាក់និងការធ្វើដំណើរថាតើត្រូវធ្វើយ៉ាងណាដើម្បីទទួលបានលាភជ័យនៅក្នុងថ្ងៃពុធនេះនៅពេលនេះនាងខ្ញុំសូមជម្រាបជូនដូចតទៅឆ្នាំលាភសំណាងទាំង7មានដូចជាឆ្នាំជូតពងទេវតាប្រុសឆ្នាំខាលពងយៈស្រីឆ្នាំថោះពងមនុស្សស្រីឆ្នាំរោងពងទេវតាប្រុសឆ្នាំអសាញ់ពងមនុស្សប្រុសឆ្នាំមមែពងទេវតាស្រីឆ្នាំចពងយៈស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែនការងាររបស់លោកអ្នកកំពុងដំណើរការទៅដល់រលូនហើយលោកអ្នកកំពុងទទួលបានការជឿទុកចិត្តនិងការគាំទ្រពីថ្នាក់លើនិងមិត្តរួមការងារនេះជាកម្លាំងដ៏សំខាន់សម្រាប់លោកអ្នកក្នុងការបន្តអភិវឌ្ឍសមត្ថភាពបង្កើនជំនាញនិងខិតខំសម្រេចគោលដៅធំនៅក្នុងអាជីពការគ្រប់គ្រងការចំណាយដោយឆ្លាតវៃនិងការរក្សាប្រាក់សន្សំជាប្រចាំជួយឲ្យលោកអ្នកមានភាពស្ងប់ចិត្តមានសុវត្ថិភាពចំពោះផែនការហិរញ្ញវត្ថុរយៈពេលវែងការរៀបចំផែនការល្អជួយឲ្យលោកអ្នកត្រៀមខ្លួនសម្រាប់ស្ថានភាពដែលនឹកស្មានមិនដល់នាពេលអនាគតនេះជាពេលវេលាដ៏ល្អសម្រាប់បង្ហាញសមត្ថភាពបង្កើនទំនុកចិត្តនិងចាប់យកឱកាសថ្មីដើម្បីឈានទៅមុខនៅក្នុងអាជីពស្ថានភាពហិរញ្ញវត្ថុកំពុងមានភាពល្អប្រសើរឡើងឱកាសវិនិយោគនិងការបណ្ដាក់ទុនអាជីវកម្មអាចនាំមកនូវលទ្ធផលវិជ្ជមានប្រសិនបើអ្នកមានការរៀបចំផែនការនិងវិតម្លៃហានិភ័យឲ្យបានត្រឹមត្រូវគួរបន្តពង្រឹងមូលដ្ឋានហិរញ្ញវត្ថុគិតគូរផែនការរយៈពេលវែងលោកអ្នកអាចមានបន្ទុកការងារច្រើនដែលធ្វើឲ្យមានភាពមមាញឹកជាងមុនអ្នកចេះគ្រប់គ្រងពេលវេលានិងរៀបចំអាទិភាពការងារនិងអនុវត្តផែនការដែលបានកំណត់នេះជាពេលវេលាសមស្របសម្រាប់អនុវត្តផែនការរយៈពេលវែងដោយភាពជឿជាក់ការតាំងចិត្តនិងរៀបចំផែនការឲ្យបានច្បាស់លាស់ស្ថានភាពហិរញ្ញវត្ថុកំពុងមានទិសដៅល្អប្រសើរឡើងឆ្នាំមធ្យមទាំង3មានដូចជាឆ្នាំឆ្លូវពងមនុស្សប្រុសឆ្នាំវកពងយៈប្រុសឆ្នាំកុលពងមនុស្សស្រីរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមការងាររបស់លោកអ្នកទទួលបានលទ្ធផលកាន់តែល្អប្រសិនបើអ្នកផ្ដោតលើវិស័យដែលលោកអ្នកមានបទពិសោធន៍និងជំនាញច្បាស់លាស់ការប្រើប្រាស់សមត្ថភាពរបស់លោកអ្នកបានពេញលេញនឹងជួយបង្កើនចំណាប់អារម្មណ៍វិជ្ជមានដល់ថ្នាក់លើនិងបើកឱកាសសម្រាប់ការរីកចម្រើននៅក្នុងអាជីពស្ថានភាពហិរញ្ញវត្ថុមានភាពល្អនិងមានស្ថិរភាពអ្នកមិនចាំបាច់ព្រួយបារម្ភខ្លាំងពេកអំពីប្រាក់កាសនោះទេគួរបន្តគ្រប់គ្រងការចំណាយឲ្យបានល្អបើចង់បង្កើនប្រាក់ចំណូលគួរផ្ដោតលើការងារឬឱកាសដែលសមស្របនឹងជំនាញអាជីពរបស់លោកអ្នកមានទិសដៅរីកចម្រើនគួរឲ្យកត់សម្គាល់ដោយសារលោកអ្នកអាចជួបមនុស្សដែលមានឆន្ទៈគាំទ្រផ្ដល់ឱកាសថ្មីៗការបង្កើតទំនាក់ទំនងល្អនិងការសហការជាមួយអ្នកដទៃជួយពង្រីកឱកាសការងារបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើននៅក្នុងអាជីពស្ថានភាពហិរញ្ញវត្ថុកំពុងមានភាពល្អប្រសើរឡើងដោយសារលទ្ធផលវិជ្ជមានអំពីការងារអ្នកគួរបន្តគ្រប់គ្រងការចំណាយឲ្យបានល្អកាត់បន្ថយការចំណាយដែលមិនចាំបាច់ឆ្នាំធ្លាក់ចុះទាំងពីរមានដូចជាឆ្នាំមមីពងទេវតាស្រីឆ្នាំរកាពងយៈប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះរាល់ការបណ្ដាក់ទុនសម្រាប់ការវិនិយោគក្រុមហ៊ុនទិញលក់ជួលបញ្ចាំគ្រប់ប្រភេទមិនបានផលចំណេញនោះទេឧបសគ្គមួយចំនួនអាចកើតមានឡើងនៅកន្លែងធ្វើការលោកអ្នកអាចប្រឈមមុខនឹងសម្ពាធនិងការរំខានពីអ្នកជុំវិញអ្នកគួររក្សាភាពអត់ធ្មត់មានភាពវិជ្ជាជីវៈផ្ដោតលើភារកិច្ចរបស់ខ្លួនជៀសវាងឲ្យកត្តាខាងក្រៅប៉ះពាល់អារម្មណ៍និងប្រសិទ្ធភាពការងារគួររៀបចំផែនការចំណាយឲ្យបានច្បាស់លាស់និងពិចារណាឲ្យបានប្រុងប្រយ័ត្នមុនពេលធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុការគ្រប់គ្រងប្រាក់ដោយមានវិន័យការជៀសវាងការចំណាយដែលមិនចាំបាច់ជួយកាត់បន្ថយហានិភ័យនិងរក្សាស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងលោកអ្នកគួររក្សាភាពស្ងប់ស្ងាត់ប្រើប្រាស់ការប្រាស្រ័យទាក់ទងដោយឆ្លាតវៃជៀសវាងការឆ្លើយតបដោយអារម្មណ៍ដើម្បីកាត់បន្ថយជម្លោះនិងរក្សារូបភាពល្អរបស់ខ្លួននៅកន្លែងធ្វើការអ្នកគួរបន្តរក្សាទម្លាប់ចំណាយដោយមានផែនការជៀសវាងការចំណាយដែលមិនចាំបាច់នាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមានតម្លៃតាមដានហោរាសាស្ត្រប្រចាំថ្ងៃសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនៅពេលនេះនាងខ្ញុំពី AMS អរិយធម៌ខ្មែរសូមអរគុណសូមជម្រាបលា